ខ្ញុំនិយាយតាក់ទងជាមួយនឹងប្រទេសអ៊ីស្រាអែលគេមានប្រព័ន្ធការពារដែនអាកាសហើយខ្មែរយើងអត់មានទេអញ្ចឹងយើងត្រូវភៀសខ្លួនអ៊ីស្រាអែលអត់ភៀសខ្លួនទេប៉ុន្តែកសិកម្មគេនៅធ្វើធម្មតាទោះបីជាតំបន់នឹងរងការវាយប្រហារក៏ដោយតែមានបងប្អូនផ្សេងយល់ច្រឡំពីខ្ញុំតែខ្ញុំនិយាយថាតាក់ទងជាមួយនឹងត្រូវធ្វើកសិកម្មបន្ថែមនៅពេលដែលប្រទេសកំពុងមានបញ្ហាអញ្ចឹងគឺខ្ញុំចង់សម្ដៅទៅលើបងប្អូនដែលនៅឆ្ងាយពីតំបន់ហានិភ័យអញ្ចឹងបងប្អូនធ្វើកសិកម្មឲ្យបានច្រើនគឺព្យាយាមបន្ថែមអ្នកចិញ្ចឹមសត្វគឺខំចិញ្ចឹមសត្វបន្ថែមដាំបន្លែបន្ថែមអ្នកចិញ្ចឹមត្រីបន្ថែមអញ្ចឹងណាឬក៏បងប្អូនដែលមានដីតាក់ទងជាមួយនឹងកសិកម្មហ្នឹងនាំប្រជាពលរដ្ឋដែលភៀសសឹកហ្នឹងទៅធ្វើកសិកម្មនៅលើដីហ្នឹងអញ្ចឹងទៅកុំបាច់ទុកដីឲ្យទំនេរហើយបងប្អូនប្រុសដែលមានកម្លាំងនៅកន្លែងភៀសសឹកហ្នឹងបងប្អូនអាចធ្វើកសិកម្មបានគឺធ្វើទៅដីបន្តិចតួចបន្លែកប៉ិចកប៉ុកហ្នឹងគឺដាំទៅកុំទុកដីឲ្យទំនេរអញ្ចឹងណាទោះបីជាអ្នកផ្ដល់ស្បៀងនៅពីក្រោយនេះច្រើនក៏វាផ្ដល់ឲ្យអត់គ្រប់គ្រាន់ទេពីព្រោះអ្នកភៀសសឹកច្រើនបងប្អូនគិតមើលប្រហែល50-60ម៉ឺនគ្រួសារហើយគឺភៀសសឹកអស់ហើយពីតំបន់រងការហានិភ័យហ្នឹងអញ្ចឹងបងប្អូនកម្លាំងប្រុសបើសិនជាតំបន់ហ្នឹងមានទំនប់ទឹកឬក៏មានដីអីហ្នឹងអាចដាំបានដាំទៅបើសិនជាមានក្តារមានខ្យងអីហ្នឹងអាចយកមកធ្វើម្ហូបបានគឺយកទៅអញ្ចឹងកុំទុកខ្លួននៅទំនេរជាពិសេសកម្លាំងប្រុសបើសិនជាបងប្អូននៅទំនេរទី1វាធ្វើឲ្យបងប្អូនមានអារម្មណ៍តានតឹងក្នុងអារម្មណ៍អញ្ចឹងទៅវាអត់សូវមានការងារធ្វើក្រសួងកសិកម្មក៏គាត់ប្រកាសដែរខាងជំទាវបណ្ឌិតបច្ចិនមនីក៏គាត់បានប្រកាសដែរតាក់ទងជាមួយនឹងការដាំដំណាំនេះបងប្អូនអាចដាំដំណាំប្រភេទណាដែលងាយទទួលបានផលឆាប់បានផលអញ្ចឹងណាដើម្បីកុំឲ្យចំណាយច្រើនទៅលើការទិញបន្លែទិញស្បៀងនេះពីព្រោះស្បៀងដែលផ្គត់ផ្គង់មកពីក្រោយគឺអត់ទាន់ទេអញ្ចឹងបងប្អូនត្រូវព្យាយាមកាត់បន្ថយការទិញគេគឺដោយការដាំដំណាំដោយខ្លួនឯងយើងអត់ដឹងថាសង្គ្រាមយើងចប់ថ្ងៃណាទេអញ្ចឹងបងប្អូនត្រូវព្យាយាមកាត់បន្ថយដោយការដាំខ្លួនឯងហើយនៅមានបងប្អូនជាច្រើនគាត់យល់ច្រឡំតាក់ទងជាមួយនឹងខ្ញុំឲ្យគាត់ដាំដំណាំនៅតំបន់គ្រោះថ្នាក់អញ្ចឹងមិនមែនទេខ្ញុំមិនមែនមានអត្ថន័យបែបហ្នឹងទេខ្ញុំចង់បង្ហាញបងប្អូនឲ្យដាំដំណាំនៅតំបន់ដែលឆ្ងាយពីតំបន់ប្រយុទ្ធគ្នាអញ្ចឹងណាអញ្ចឹងបងប្អូនអាចមានដីអ្នកជិតខាងឬក៏នៅជិតតំបន់ភៀសសឹកហ្នឹងបងប្អូនអាចដាំដំណាំអញ្ចឹងណាសុំដីគេដាំដំណាំអញ្ចឹងទៅគឺខ្ញុំចង់មានន័យអញ្ចឹងមិនមែនឲ្យបងប្អូនធ្វើកសិកម្មនៅក្រោមគ្រាប់ផ្លោងទេខ្ញុំអត់មានគោលបំណងបែបហ្នឹងទេពីព្រោះពេលខ្ញុំនិយាយហ្នឹងខ្ញុំនិយាយតាក់ទងជាមួយនឹងប្រទេសអ៊ីស្រាអែលគេមានប្រព័ន្ធការពារដែនអាកាសហើយខ្មែរយើងអត់មានទេអញ្ចឹងយើងត្រូវភៀសខ្លួនអ៊ីស្រាអែលអត់ភៀសខ្លួនទេប៉ុន្តែកសិកម្មគេនៅធ្វើធម្មតាទោះបីជាតំបន់ហ្នឹងរងការវាយប្រហារក៏ដោយប៉ុន្តែយើងវាអត់មានប្រព័ន្ធការពារយើងភៀសសឹកអញ្ចឹងយើងធ្វើកសិកម្មតាមរបៀបយើងមិនមែនឲ្យបងប្អូនទៅធ្វើនៅកន្លែងក្រោមក្របផ្លោងហ្នឹងទេគឺវីដេអូខ្ញុំអត្ថន័យគឺអញ្ចឹងបងប្អូនបកស្រាយប៉ុណ្ណឹងសូមចិត្តបងប្អូនមួយដែលយកវីដេអូខ្ញុំទៅផុសនៅក្នុង page សូមបងប្អូនផុសនៅក្នុង page ណាដែលអត់មាន Rai Manager បើសិនជាបងប្អូនផុសនៅក្នុង page ដែលមាន Rai Manager វាធ្វើឲ្យ page ខ្ញុំហ្នឹងខូចអញ្ចឹង page ខ្ញុំនេះតែងតែចែកម្លែកបងប្អូនតាក់ទងជាមួយនឹងចំណេះដឹងកសិកម្មហើយបងប្អូនឃើញវីដេអូខ្ញុំកន្លងមកខ្ញុំបង្ហាញច្រើនតាក់ទងជាមួយនឹងចំណេះដឹងអញ្ចឹងបើសិនជាបងប្អូនយកទៅដាក់ក្នុង page ដែលមាន Rai Manager វាធ្វើឲ្យ page ខ្ញុំនឹងខូចបងប្អូនអាចយកវីដេអូខ្ញុំទៅផុសនៅក្នុង social media ណាក៏បានដែរតាក់ទងជាមួយនឹង Facebook ក៏បានតាក់ទងជាមួយនឹង TikTok ក៏បានតាក់ទងជាមួយនឹង YouTube ក៏បានប្រព័ន្ធណាក៏ដោយបងប្អូនអាចយកទៅផុសបានដោយសេរីដើម្បីចែកចម្លែកវីដេអូនេះទៅកាន់បងប្អូនដទៃទៀតពីព្រោះគោលដៅរបស់ខ្ញុំគឺចែកចម្លែកចំណេះដឹងទៅកាន់ប្រជាពលរដ្ឋអញ្ចឹងបងប្អូនអាចយកទៅផុសដោយសេរីក៏បានដោយមិនចាំបាច់ដាក់ credit ដល់ខ្ញុំក៏បានដែរដាក់ក៏បានអត់ក៏បានអត់បញ្ហាទេចំពោះខ្ញុំប៉ុន្តែសូមចិត្តតែមួយឯងហាមចូលក្នុង page ណាដែលមានផុសក្នុង page ណាដែលមាន Rai Manager វាធ្វើឲ្យ page ខ្ញុំខូចអញ្ចឹងខ្ញុំអត់មាន page ណាដើម្បីបង្ហាញចំណេះដឹងតាក់ទងជាមួយនឹងកសិកម្មនេះទៅកាន់បងប្អូនទៀតទេហើយបងប្អូនបើសិនជាបានឃើញវីដេអូនេះហើយបងប្អូនជួយ share វីដេអូនេះម្នាក់មួយហើយបងប្អូនដែលយកវីដេអូហ្នឹងទៅគឺត្រូវប្រយ័ត្នចំពោះ page បន្តិចខ្ញុំអត់កំណាញ់ទេតាក់ទងជាមួយនឹងការចែកចម្លែកចំណេះដឹងនេះខ្ញុំតែងតែធ្វើវីដេអូតាក់ទងជាមួយនឹងកសិកម្មនៅក្នុងប្រទេសកូរ៉េតាក់ទងជាមួយនឹងប្រទេសអ៊ីស្រាអែលដំណាំក្រូចដំណាំប៉េងប៉ោះដំណាំត្រប់ដំណាំឬនិយាយថាឲ្យតែតាក់ទងជាមួយនឹងកសិកម្មខ្ញុំតែងតែចែកចំណេះក្នុង page នេះអញ្ចឹងបងប្អូនដែលយកវីដេអូទៅគឺមានប៉ុណ្ណឹងបងប្អូនសូមមេត្តាកុំផុសចូលក្នុង page ណាដែលមាន Rai Manager ចំពោះបងប្អូនវិជាកសិករទូទៅគឺអត់សូវយល់ទេ Rai Manager ប៉ុន្តែចំពោះអ្នក MMO ដែលយកវីដេអូខ្ញុំទៅផុសបន្តហ្នឹង
គឺគាត់យល់ហើយតាក់ទងជាមួយនឹង Rai Manager អញ្ចឹងសូមចិត្តបងប្អូនប៉ុណ្ណឹងយកទៅផុសទីណាក៏បាន social media មិនចាំបាច់ដាក់ credit ឲ្យខ្ញុំក៏បានម្ចាស់ដើមក៏បានដែរប៉ុន្តែកុំដាក់ក្នុង page ណាដែលមាន Rai Manager ហ្នឹងវីដេអូគឺសុំប៉ុណ្ណឹងបងប្អូនអរគុណជម្រាបលា